សួស្តីប្រិយមិត្តជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាបាទនេះជាវីដេអូបង្ហាញទាក់ទងជាមួយនឹងការជួសជុលបាទអត់មានភ្លើងនៅលើតាប់ឡូលើរថយន្ត Toyota Prius បាទនៅកន្លែងនៃគីឡូម៉ែត្រឬក៏កន្លែងកុងតួហ្នឹងណាបាទអត់មានភ្លើងលោតមកចេញទេបាទអញ្ចឹងហើយក៏ Mr. Ya ក៏បានស្នើសុំដល់អតិថិជនរយៈពេល3ម៉ោងដើម្បីធ្វើការត្រួតពិនិត្យនៅលើតាប់ឡូទាំងអស់ហ្នឹងបាទបន្ទាប់ពីត្រួតពិនិត្យទទួលបានព័ត៌មានហើយបាទ Mr. Ya ក៏ចាប់ផ្ដើមជួសជុលបាទបើសិនតែយើងជួសជុលបានគឺយើងជួសជុលមិនបានគឺដូរហើយបាទអញ្ចឹង Mr. Ya អត់មានអីយូរទេវាស់វែងរួចហើយក៏ចាប់ផ្ដើមជួសជុលបាទនេះគឺជាសកម្មភាព this the action for repair step by step for engine not light on Toyota Prius yes this video step by step to fix it yes everyone can do this and fix follow me and you can fix it right okay for Toyota Prius not light on odometer not light on for Toyota Prius okay thank you this the action that I just welding the capacity 16 volt yes okay this is the solution after repair we remove old capacitor and add new capacitor okay អូខេនេះគឺជាសកម្មភាពដែលខ្ញុំបានផ្លាស់ប្ដូរកង់ដង់ថ្មីបាទ16 volt នៅលើ Toyota Prius បាទដោយសារតែវាគ្មានធម្មពលគ្រប់គ្រាន់យើងដឹងហើយថា capacity ឬក៏កង់ដង់ហ្នឹងគឺមានតួនាទីផ្ទុកនឹងផ្ទេរធម្មពលទៅឲ្យភ្លើងនៅក្នុងតាប់ឡូបាទដូច្នេះនៅពេលណាដែលភ្លើងវាអត់ភ្លឺបាទដោយសារតែវាខ្វះធម្មពលដូច្នេះបងប្អូនត្រូវការត្រួតពិនិត្យធម្មពលវាថាធម្មពលវាគ្រប់ឬក៏មិនគ្រប់បាទជាចម្លើយបន្ទាប់ពីយើងបានផ្លាស់ប្ដូរកង់ដង់16 volt 100 microfarad រួចរាល់បាទដូច្នេះបាទបងប្អូនចាំមើលទាំងអស់គ្នាបាទណាលទ្ធផលនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែរៀបចំចាប់ចូលវិញបន្ទាប់ពីខ្ញុំបានផ្លាស់ប្ដូរកង់ដង់រួចរាល់ after replace capacity already we need to assembly and yes assembly all the dashboard component so we need to add some screw to the complete screw that we need to fix it right yes អូខេនេះគឺជាសកម្មភាពដែលខ្ញុំចាប់ពីចូលវិញគ្រប់វិសទាំងអស់គឺយើងត្រូវបានត្រួតពិនិត្យឲ្យដិតដល់ដើម្បីកុំឲ្យខ្វះខាតឬក៏ផ្លិចវិសណាមួយណានៅលើតាប់ឡូបាទដូច្នេះយើងធ្វើការយើងទុកដាក់ឲ្យវាស្អាតហើយបាទហើយយើងមានចំនួនវិសគ្រប់គ្រាន់បន្ទាប់ពីយើងដោះប្រមាណបើយើងខ្វះខាតគឺយើងដាក់ថែមអញ្ចឹងណាបាទតែឡាននេះគឺមានវិសគ្រប់នៅលើតាប់ឡូរបស់គាត់បាទពិតជាពិសេសមែនទេដោយសារតែអត់ដែលធ្វើទេបាទគ្រឿងសៀនទាំងអស់បាទបន្ទាប់ពីខ្ញុំបានរៀបចំចាប់ចូលវិញហើយបាទអូខេភ្លើងគឺលោកកូនអ៊ីក៏គាត់មើលកងទួមបានវិញធម្មតាបាទសរុបសេចក្តីមកគឺវាខូច capacity ដូច្នេះបងប្អូនយើងទាំងអស់គ្នាបើសិនជាឡានព្រុសមានបញ្ហាបែបនេះគឺយើងអាចដូរ capacity នេះសាកល្បងបានណាអូខេពួកខំនេះ